ថ្ងៃនេះយើងនឹងជែកគ្នានឹងរៀនអំពីការកក់ក្ដៅនៃផែនដីនិងជីវិតនៅលើផែនដីរបស់យើងបាទអញ្ចឹងសូមទៅស្ដាប់សេងឌីណាគាត់និយាយអំពីការកកើតផែនដីសិនចាំយើងទៅជជែកគ្នាអំពីទាំងការកកើតនៃផែនដីហើយនិងជីវិតនៅលើផែនដីរបស់យើងគឺត្រឹមប្រមាណជា3800លានឆ្នាំមុន700លានឆ្នាំក្រោយការចាប់កំណើតនៃប្រព័ន្ធព្រះអាទិត្យផែនដីរបស់យើងបានចាប់កំណើតឡើងទៅជាភពមួយដែលមានស្នូលនិងដែនម៉ាញ៉េទិកមានព្រះច័ន្ទនិងមានចលនាវិលជុំវិញអ័ក្សប្រកបដោយលំនឹងហើយមានសមុទ្រនិងមានដីគោកក៏ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយភពផែនដីរបស់យើងនេះក៏នៅមិនទាន់ក្លាយជាទីកន្លែងដែលពោពេញទៅដោយជីវិតស្រស់ថ្លាដូចជាពេលបច្ចុប្បន្ននេះនៅឡើយនោះដែរភពផែនដីមានទឹកក៏ប៉ុន្តែដើម្បីអាចឲ្យជីវិតសពសារពើរួមទាំងជីវិតរបស់មនុស្សយើងផងអាចរស់នៅបានគេត្រូវការនូវលក្ខខណ្ឌដ៏ចាំបាច់មួយចំនួនផ្សេងទៀតជាពិសេសគឺត្រូវការបរិយាកាសដែលសម្បូរទៅដោយអុកស៊ីហ្សែននៅក្នុងបរិយាកាសនៃភពផែនដីកាលពីដំបូងឡើយនោះគឺមានពោពេញទៅដោយឧស្ម័នកាបូនិកនីត្រូហ្សែននិងមេតានចំណែកឯអុកស៊ីហ្សែនវិញគឺមានតិចតួចតែប៉ុណ្ណោះហើយដូច្នេះហើយបានជាវិបាកនឹងធ្វើឲ្យជីវិតអាចចាប់កំណើតនិងរីកលូតលាស់ឡើងបានជីវិតមិនអាចចាប់កំណើតបាននៅលើដីនិងនៅក្នុងបរិយាកាសក៏ប៉ុន្តែនៅឯក្រោមផ្ទៃសមុទ្រឯនោះវិញវាគឺជារឿងផ្សេងនៅក្នុងទឹកសមុទ្រសារធាតុសាមញ្ញមួយចំនួនរួមមានអ៊ីដ្រូសែនដែលជាសារធាតុដើមកើតក្រោយពី Big Bang បូករួមជាមួយនឹងសារធាតុផ្សេងទៀតដែលកើតចេញពីផ្កាយរួមមានដូចជាអុកស៊ីហ្សែនកាបូននិងនីត្រូហ្សែនព្រមទាំងសារធាតុខ្លះទៀតដែលធ្លាក់មកលើភពផែនដីជាមួយនឹងឯផ្កាយបានប្រមូលផ្ដុំគ្នាបង្កើតទៅជាធាតុផ្សំដ៏សំខាន់សម្រាប់ការកកើតនៃជីវិតហើយជីវិតដែលចាប់ផ្ដើមឡើងជាដំបូងនៅពេលនោះវាមិនមែនជាជីវិតនៅក្នុងទម្រង់សញ្ញាំដូចជាមនុស្សសត្វឬរុក្ខជាតិនោះទេក៏ប៉ុន្តែផ្ទុយទៅវិញវាគឺជាប្រភេទជីវិតនៅក្នុងទម្រង់ដ៏សាមញ្ញដែលមានកោសិកាទោលគឺប្រភេទបាក់តេរីនៅក្នុងចំណោមបាក់តេរីទាំងអស់នោះមានបាក់តេរីមួយប្រភេទរស់នៅដោយប្រើពន្លឺព្រះអាទិត្យដើម្បីស្រូបយកឧស្ម័នកាបូនិកទៅបំប្លែងជាសារធាតុគីមីដើម្បីចិញ្ចឹមជីវិតនៅក្នុងយន្តការមួយដែលគេឲ្យឈ្មោះថារស្មីសង្យោគនៅក្នុងយន្តការរស្មីសង្យោគនេះវាបញ្ចេញមកវិញនូវការសំណល់ដ៏សំខាន់មួយហើយដែលដើរតួនាទីដ៏ចម្បងនៅក្នុងដំណើរវិវត្តនៃភពផែនដីនោះគឺអុកស៊ីហ្សែនសារធាតុអុកស៊ីហ្សែនដែលជាកាកសំណល់បញ្ចេញពីរស្មីសង្យោគដោយបាក់តេរីនេះត្រូវរីកសាយភាយនៅក្នុងទឹកសមុទ្រជាដំបូងហើយទឹកសមុទ្រនៅពេលនោះគឺមានពេញទៅដោយអាតូមនៃសារធាតុដែកហើយពេលដែលសារធាតុដែកនេះជួបនឹងអុកស៊ីហ្សែនវាបង្កើតទៅជាដែកអុកស៊ីតគឺច្រេះដែកដែលធ្លាក់ចុះទៅប្រមូលផ្ដុំគ្នានៅឯបាតសមុទ្រហើយដែលនៅក្នុងរយៈពេលរាប់ពាន់លានឆ្នាំក្រោយមកទៀតវាបានคล้ายទៅជារ៉ែដែកដែលមនុស្សជាតិយើងទាញយកមកធ្វើជាសារធាតុដ៏ចម្បងមួយសម្រាប់ផលិតឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្មរហូតមកទល់នឹងពេលបច្ចុប្បន្ននេះក្រោយមកទៀតនៅពេលដែលអាតូមដែកនៅក្នុងទឹកសមុទ្រមានកាន់តែតិចទៅបរិមាណអុកស៊ីហ្សែនដែលបញ្ចេញពីរស្មីសង្យោគដោយបាក់តេរីនៅក្នុងទឹកសមុទ្រមានកាន់តែច្រើនលើសលប់ក៏ត្រូវបំភាយពីទឹកសមុទ្រចេញទៅក្នុងបរិយាកាសបន្តិចម្ដងនៅក្នុងរយៈពេលប្រមាណជា2000លានឆ្នាំក្រោយមកទៀតទឹកសមុទ្រព្រមទាំងខ្យល់នៅក្នុងបរិយាកាសនៃភពផែនដីរបស់យើងក៏ត្រូវគ្របដណ្ដប់ទៅដោយអុកស៊ីហ្សែនម៉ូលេគុលអុកស៊ីហ្សែននៅក្នុងខ្យល់នេះវាបានធ្វើឲ្យផ្ទៃមេឃរបស់យើងត្រូវប្រែពណ៌ទៅជាពណ៌ខៀវហើយដូចគ្នាដែរចំពោះផ្ទៃសមុទ្រដែលទទួលពន្លឺពីបរិយាកាស
ពី750លានឆ្នាំមុនដីគោកនៅលើភពផែនដីរបស់យើងប្រមូលផ្ដុំគ្នានៅកន្លែងតែមួយបង្កើតទៅជាទ្វីបដ៏ធំទៅមួយគត់ដែលគេឲ្យឈ្មោះថាមហាទ្វីប Rodinia ក៏ប៉ុន្តែនៅពេលមួយឥទ្ធិពលនៃកម្លាំងដែលចេញពីកម្ដៅនៃស្នូលរបស់ផែនដីរបស់យើងបានធ្វើឲ្យមហាទ្វីបនេះត្រូវប្រេះបែកចេញពីគ្នាបន្តិចម្ដងមួយឆ្នាំ2-3សង់ទីម៉ែត្រមួយឆ្នាំ2-3សង់ទីម៉ែត្ររហូតបង្កើតទៅជាទ្វីបតូចដែលចេញពីគ្នាការប្រេះបែកមហាទ្វីប Rodinia នេះបានបង្កើតឲ្យមានហេតុការណ៍ដ៏សំខាន់ចំនួន2ដែលនាំមកនូវការប្រែប្រួលដ៏ធំមួយដល់ភពផែនដីរបស់យើងទាំងមូលចលនានៃផ្លាកតិកតូនិកដែលនាំឲ្យប្រេះបែកមហាទ្វីប Rodinia នេះបានបង្កឲ្យមាននូវហេតុការណ៍ផ្ទុះភ្នំភ្លើងនៅគ្រប់ទីកន្លែងនៅទូទាំងភពផែនដីទាំងមូលហើយការផ្ទុះភ្នំភ្លើងនេះបានបញ្ចេញនូវឧស្ម័នកាបូនិកយ៉ាងច្រើនទៅក្នុងបរិយាកាសនៅក្នុងបរិយាកាសនោះឧស្ម័នកាបូនិកលាយឡំជាមួយនឹងចំហាយទឹកបង្កើតទៅជាភ្លៀងអាស៊ីតធ្លាក់ចុះមកលើផ្ទៃដីវិញតាមធម្មតានៅពេលដែលភ្លៀងអាស៊ីតនេះធ្លាក់ចុះមកដល់ដីវាអាចហួតហើយបញ្ចេញឧស្ម័នកាបូនិកឲ្យត្រឡប់ទៅក្នុងបរិយាកាសវិញក៏ប៉ុន្តែការប្រេះបែកមហាទ្វីប Rodinia បានធ្វើឲ្យដុំថ្មជាច្រើនដែលកាលពីមុនកប់នៅក្រោមដីត្រូវចេញមកខាងក្រៅហើយនៅពេលដែលភ្លៀងអាស៊ីតធ្លាក់មកលើដីប៉ះនឹងថ្មទាំងនេះក៏ស្រូបយកទឹកភ្លៀងបូករួមទាំងឧស្ម័នកាបូនិកដែលនៅក្នុងនោះផងមិនឲ្យភាយចេញទៅក្នុងបរិយាកាសវិញភ្លៀងចេះតែបន្តធ្លាក់ហើយថ្មក៏ចេះតែបន្តស្រូបយកបន្តិចម្ដងបរិមាណនៃឧស្ម័នកាបូនិកនៅក្នុងបរិយាកាសក៏មានកាន់តែតិចតួចតាមនោះដែរឧស្ម័នកាបូនិកគឺជាប្រភេទឧស្ម័នផ្ទះកញ្ចក់ដែលមានតួនាទីដ៏សំខាន់នៅក្នុងការទប់ពន្លឺនិងកម្ដៅពីព្រះអាទិត្យឲ្យស្ថិតនៅក្នុងបរិយាកាសហើយរក្សាកម្ដៅឲ្យស្ថិតស្ថេរនៅលើភពផែនដីរបស់យើងដូច្នេះនៅពេលដែលឧស្ម័នកាបូនិកនៅក្នុងបរិយាកាសមានកាន់តែតិចទៅសីតុណ្ហភាពទូទៅនៅលើភពផែនដីរបស់យើងក៏ត្រូវធ្លាក់ចុះត្រជាក់ទៅតាមនោះផងដែរនៅក្នុងរយៈពេលត្រឹមតែប៉ុន្មានពាន់ឆ្នាំសីតុណ្ហភាពមធ្យមនៅលើភពផែនដីទាំងមូលបានធ្លាក់ចុះរហូតដល់ទៅដក50អង្សាហើយតំបន់ទឹកកកក៏ចាប់ផ្ដើមរីកសាយភាយចេញពីតំបន់ប៉ូលទាំងពីរសម្ដៅទៅកាន់តំបន់ Equator នៅពេលដែលតំបន់ទឹកកកលាតសន្ធឹងកាន់តែធំវាធ្វើឲ្យពន្លឺព្រះអាទិត្យត្រូវចាំងផ្លាតចេញពីភពផែនដីកាន់តែខ្លាំងហើយអាកាសធាតុក៏រឹតតែធ្លាក់ចុះត្រជាក់ខ្លាំងឡើងថែមទៀតបង្កើតឲ្យមានទឹកកកកាន់តែច្រើនឡើងរហូតដល់ពេលមួយផ្ទាំងទឹកកកក៏បានរីកសាយភាយទៅដល់គ្រប់ទីកន្លែងទាំងអស់រហូតត្រូវគ្របដណ្ដប់នៅពាសពេញភពផែនដីទាំងមូលនៅពេលនោះភពផែនដីរបស់យើងដែលកាលពីពេលទើបនឹងកកើតឡើងដំបូងគឺជាភពនៃសមុទ្រភ្លើងក៏ត្រូវប្រែក្លាយទៅជាភពនៃសមុទ្រទឹកកកដែលគេច្រើនហៅតាមភាសាអង់គ្លេសថា Snowball Earth ហើយយុគសម័យទឹកកកនោះវាបានអូសបន្លាយពេលយ៉ាងយូរគឺយូររហូតដល់ទៅរាប់សិបលានឆ្នាំឯណោះបាទដោយបងប្អូនបានស្ដាប់ឌីណាគាត់បាន share អំពីជីវិតនិងផែនដីរបស់យើងអញ្ចឹងបន្តទៅទៀតនេះខ្ញុំនឹងចែករំលែកអំពីការកកើតនៅផែនដីជាសង្ខេបព្រោះយើងអាចនិយាយវែងជាងនឹងបានទេដូចយើងបានដឹងគឺផែនដីគឺជាផ្ទះរបស់យើងมันប្រកបថាមានផែនដីតែមួយវាអាចមានរាប់ពាន់លានពីព្រោះព្រះអាទិត្យក៏វាមានរាប់ពាន់លានប៉ុន្តែទោះបីយ៉ាងណាយើងដឹងថាផែនដីគឺជាផ្ទះរបស់យើងគ្រប់គ្នានៅពេលនេះតែមុខតទៀតយើងនឹងអាចស្វែងរកឃើញភពផែនដីដទៃទៀតឬក៏យើងអាចធ្វើដំណើរទៅដល់កន្លែងនោះរស់នៅកន្លែងនោះទៀតក៏យើងមិនដឹងប៉ុន្តែជាគំនិតរបស់ខ្ញុំគិតថា
នៅពេលដែលយើងស្វែងរកឃើញភពដតីទៀតមិនប្រកាសថាយើងទៅរស់នៅកើតទេពីព្រោះប្រហែលជាទំនាញរបស់ភពដតីមួយទៀតហ្នឹងมันស៊ីជាមួយយើងហើយប្រភេទសត្វដែលនៅលើផែនដីមួយទៀតហ្នឹងมันប្រកាសថាដូចយើងបាទយើងយល់ថាខ្លួនឯងហ្នឹងមានចំណេះខ្លាំងមានគូក្បាលល្អប៉ុន្តែវាអាចភពដតីទៀតហ្នឹងវាមានសត្វដែលខ្លាំងជាងយើងឬក៏ខ្សោយជាងយើងអីចឹងទៅប៉ុន្តែផែនដីណាដែលធំឬក៏មានសត្វជាប្រភេទមនុស្សហើយអាចរស់នៅលើផែនដីដែលធំនោះបានខ្ញុំគិតថាពួកនឹងអាចប្រកែជាងយើងពីព្រោះវាស្ថិតនៅក្នុងទំនាញខុសពីយើងបាទឥឡូវនេះយើងនិយាយអំពីផែនដីផែនដីគឺជាភពទី3នៅបន្ទាប់ពីព្រះអាទិត្យមកភពទី3ដែលវិលជុំវិញព្រះអាទិត្យហើយទទួលកម្ដៅពីព្រះអាទិត្យហើយវាអាចថែរក្សាកម្ដៅទាំងពេលថ្ងៃហើយនិងពេលយប់តាមរយៈទំនាញហើយនឹងការរាំងស្ទះនៅកម្ដៅឬក៏ភាពត្រជាក់របស់ពិភពខាងក្រៅរបស់យើងតាមរយៈទំនាញរបស់វាបាទហើយប្រហែលជា71%នៃព្រះអាទិត្យសន្ទុះនៃផែនដីគឺជាទឹកអញ្ចឹងទឹកគឺគ្រប់ដណ្ដប់ច្រើនណាស់នៅលើផែនដីរបស់យើងដូចរាងកាយយើងអញ្ចឹងរាងកាយរបស់យើងគឺសម្បូរទឹកខ្លាំង2/3ឬក៏2ជាងភាគ3នៃខ្លួនប្រាណរបស់យើងគឺសុទ្ធតែទឹកអ្នកវិទ្យាសាស្ត្រគេសន្និដ្ឋានថាផែនដីរបស់យើងកើតជាង4000លានឆ្នាំមុនបាទហើយនៅពេលនោះគឺផែនដីរបស់យើងក្តៅមែនតើគឺពុះដូចបាយពុះសូម្បីតែដីនឹងរលាយខ្លាយជាទឹកហើយបន្ទាប់មកទៀតវាត្រជាក់ទៅខ្លាយទៅជាដុំតកកដូចឌីណាគាត់និយាយអញ្ចឹងណាហើយបន្ទាប់មកទៀតក៏មានទឹកក៏កើតឡើងនៅពេលដែលវាក្តៅធ្លាក់ចុះមកវិញក៏វាមានទឹកក៏កើតឡើងដោយសារពីមុននោះវាកកខ្លាយជាទឹកកកហើយដល់ពេលទឹកនឹងវារលាយយូរទៅខ្លាយទៅជាសមុទ្រហើយនៅក្នុងសមុទ្រនឹងយូរទៅមានប្រភេទសត្វតូចកើតឡើងជាគេហៅ micro organism ណាគឺប្រភេទបាក់តេរីតូចជីវិតតូចដែលជីវិតតូចនឹងយូរទៅក៏កើតឬក៏វិវត្តខ្លាយទៅជាជីវិតធំទៅតាំងពីក្នុងទឹកអាចឡើងមកលើគោកបាទមកដល់លើគោកអាចមានសមត្ថភាពប្រែខ្លួនឯងខ្លាយទៅជាសត្វស្លាបអីចឹងទៅពីធំទៅតូចពីតូចទៅធំតាមសម័យកាលបាទហេតុអីបានផែនដីរបស់យើងគឺពិសេសបាទពិសេសជាងគេគឺទី1គឺចម្ងាយពីផែនដីរបស់យើងទៅព្រះអាទិត្យគឺវាសមល្មមឬគេហៅថា habitable zone ណាគឺជាតំបន់ដែលមិនក្តៅពេកមិនត្រជាក់ពេកបាទហើយផែនដីរបស់យើងមានទឹកបាទមានទឹកដោយសារវានៅចំកន្លែងល្អវាអាចទ្រទ្រង់ទឹកហើយវាមានបរិយាកាសហើយក្នុងនោះគឺមានអុកស៊ីសែនបាទនៅពេលដែលមានទាំងបរិយាកាសល្អសីតុណ្ហភាពល្អមានអុកស៊ីសែនគឺរុក្ខជាតិអាចដុះលូតលាស់ឡើងនៅលើដីដែលគ្រប់ដណ្ដប់ឬក៏ការពារទៅដោយបរិយាកាសទាំងអស់ហ្នឹងបាទហើយយើងមានគេហៅដែនម៉ាញ៉េទិកដែលការពារផែនដីរបស់យើងមិនឲ្យក្តៅខ្លាំងមិនឲ្យត្រជាក់ខ្លាំងពេលថ្ងៃទប់ពន្លឺព្រះអាទិត្យទប់កម្ដៅព្រះអាទិត្យឲ្យនៅត្រឹម30ឬក៏30តិចតួច40អញ្ចឹងទៅណាបាទ40ក្តៅមែនតើហើយនៅពេលយប់វាបញ្ចេញកម្ដៅមកវិញដោយធ្វើឲ្យពេលយប់ជាធម្មតាវាត្រជាក់ដករាប់រយអញ្ចឹងទៅប៉ុន្តែដោយសារដែនម៉ាញ៉េទិករបស់យើងវាធ្វើឲ្យផែនដីទប់នៅកម្ដៅពេលថ្ងៃហ្នឹងបញ្ចេញកម្ដៅពេលស្រូបពេលថ្ងៃហ្នឹងមកពេលយប់វិញធ្វើឲ្យអាត្រជាក់ហ្នឹងគឺទប់បាននៅក្នុងសីតុណ្ហភាពទាបដែរអាចចន្លោះពី15 20នៅក្នុងប្រទេសមួយចំនួនប៉ុន្តែប្រទេសមួយចំនួនទៀតដែលស្ថិតនៅក្នុងរដូវត្រជាក់ហ្នឹងគឺវាត្រជាក់ទៅតាមធម្មតានៃ
អាកាសធាតុនៃប្រទេសនីមួយៗបាទប៉ុន្តែជាធម្មតាកម្ដៅនៅតំបន់ជាពិសេស Equator គឺកម្ដៅពេលថ្ងៃចន្លោះ30ទៅ35ហើយយើងអាចនិយាយពី25ទៅ35ហើយពេលយប់អាចចន្លោះពី20ទៅ30អីចឹងទៅបាទផែនដីរបស់យើងគឺជាភពមួយដែលមានរុក្ខជាតិមានសត្វមាន microorganism បាទសត្វទុយៗណាហើយនឹងមានមនុស្សបាទអញ្ចឹងយើងញែកវាជាប្រមាណអញ្ចឹងទៅចោះដែលចម្បងសំខាន់គឺដើមឈើเนาะដើមឈើឬក៏ស្មៅយើងនិយាយពីស្មៅរហូតដល់ដើមឈើធំធំវាសុទ្ធតែជាប្រភេទរុក្ខជាតិដែលកកើតឡើងនៅលើផែនដីរបស់យើងហើយមានសត្វហ្នឹងគឺយើងនិយាយពីសត្វដែលអត់មានបញ្ញាបានន័យថាបញ្ញានៅថ្នាក់ទាបយើងអាចម៉ៃសត្វទាំងអស់សុទ្ធតែជាប្រភេទសត្វដែលធម្មតាមានបញ្ញាទេសត្វទាំងអស់ហ្នឹងហើយមាន microorganism សត្វទូចល្អិតបាទទូចល្អិតហើយប្រភេទសត្វមួយទៀតដែលនៅលើផែនដីរបស់យើងនោះដែលមានអំណាចជាងគេមានបញ្ញាជាងគេហើយអាចកម្ចាត់បោះរបរឬក៏សត្វឬក៏រុក្ខជាតិដទៃហ្នឹងបំផ្លាញហ្នឹងគឺមនុស្សយើងតែម្ដងបាទមនុស្សយើងហើយនៅក្នុង ecosystem របស់យើងគឺមានយើងអាចសង្ខេបខ្លីវិញគឺមានជាព្រៃជាទឹកជាខ្សាច់ហើយនឹងជាភ្នំណាព្រៃទឹកខ្សាច់ភ្នំអូខេអញ្ចឹងវាខុសពីភពដទៃដែលគេមានភ្នំដែរប៉ុន្តែភ្នំគេវាមិនល្អដូចយើងគេមានខ្សាច់តែជាប្រភេទខ្សាច់ដីភក់ខ្សាច់ដែលហុយឬក៏ស្ថិតនៅនឹងថេងអីចឹងតែភពខ្លះគឺមានខ្យល់ព្យុះលើភពនឹងវាឯភពខ្លះគឺដីហ្នឹងគឺនៅស្ងៀមដោយសារវាអត់មានបរិយាកាសយកហ្មងបាទដូចប្រច័ននេះអត់មានបរិយាកាសទេអញ្ចឹងដីគឺតម្រង់ល្មិចគឺនៅអញ្ចឹងបាទតំណែងតំណងរវាងផែនដីហើយនឹងជីវិតបាទប្រភេទរុក្ខជាតិទាំងឡាយហ្នឹងនៅពេលដែលវារស់រានមកគឺវាផលិតអុកស៊ីសែនបានមួយចំនួនធំដែរបាទហើយសត្វប្រភេទសត្វទាំងអស់គឺពឹងផ្អែកទៅលើរុក្ខជាតិទាំងអស់ហ្នឹងឯងពឹងផ្អែកទៅលើអុកស៊ីសែនពឹងផ្អែកទៅលើរុក្ខជាតិប្រភេទមនុស្សគឺពឹងផ្អែកទៅលើរុក្ខជាតិអុកស៊ីសែនហើយនឹងប្រភេទសត្វទាំងអស់ហ្នឹងដើម្បីធ្វើជាអាហារបាទអញ្ចឹងគ្រប់ទម្រង់ទាំងអស់គឺមានការតាក់ទងគ្នាទៅវិញទៅមកនៅលើផែនដីរបស់យើងហើយជីវិតមនុស្សរបស់យើងបើសិនជាអត់មានរុក្ខជាតិក៏យើងពិបាករស់នៅអត់មានសត្វក៏យើងពិបាករស់នៅអត់មានអុកស៊ីសែនឬក៏អត់មានបរិយាកាសទឹកជាពិសេសទឹកអីហ្នឹងគឺយើងពិបាករស់នៅឬក៏មិនអាចរស់នៅតែម្ដងបាទបញ្ហាដែលប្រឈមមុខសម្រាប់ជីវិតនៅលើផែនដីរបស់យើងគឺរួមមានការប្រែប្រួលអាកាសធាតុហើយការប្រែប្រួលអាកាសធាតុវាជារឿងធម្មតារបស់ភពទេភពផែនដីហ្នឹងវាតែងតែប្រែប្រួលពឹងគ្រាន់ថាមនុស្សយើងគឺជាកត្តាមួយដែលនៅពេលដែលមនុស្សយើងវាច្រើនពេកទៅវាធ្វើឲ្យផែនដីការប្រែប្រួលផែនដីហ្នឹងវាលឿនជាងមុនបាទវាលឿនជាងមុនតាមរយៈ pollution បានន័យថាការធ្វើឲ្យពុលការធ្វើឲ្យកក្រិចកខ្វក់អីចឹងទៅធម្មតាទេបងប្អូននៅផ្ទះយើងបើសិនជាមានកណ្ដៀផ្ទះយើងឆាប់ពុកឆាប់ខុយទេប៉ុន្តែបើអត់មានកណ្ដៀទេវាអាចយូរអង្វែងតិចចឹងទៅការបំផ្លាញព្រៃឈើហ្នឹងហើយក៏អាចជាបញ្ហាមួយដែលធ្វើឲ្យផែនដីរបស់យើងធ្លាក់ចុះនៅអុកស៊ីសែនហើយនឹងអាចនាំឲ្យមានកម្ដៅខ្លាំងអីចឹងទៅបាទនឹងឯផែនដីគឺសំខាន់មែនទែនបងប្អូនសម្រាប់ជីវិតរបស់យើងហើយគឺជាភពមួយក្នុងចំណោមភពដែលវិលជុំវិញព្រះអាទិត្យ8ទៅ9ភពហ្នឹងបាទហើយក៏មានភពរាប់រយទៀតយើងនិយាយរាប់រយក៏បានដែរជាប្រភេទទូចអាចកាយដូចអីចឹងដែលវិលជុំវិញព្រះអាទិត្យរបស់យើងហ្នឹងយើងនៅមកដល់ពេលនេះយើងមិនទាន់ប្រកាសថាតើមានភពណាអាចទ្រទ្រឹបទ្រង់ជីវិតយើងក្រៅពីភពផែនដីទេនៅក្នុងព្រះអាទិត្យយើងគាត់តែដឹងថាភពដតីហ្នឹងគឺមានភពស្មាន់ភពថ្មហើយនឹងប្រភេទភពតកបាទគឺអត់ទាន់មានរកឃើញថាភពណាដែលទ្រទ្រង់រុក្ខជាតិឬក៏មនុស្ស
ទេចឹងមានផែនដីមួយយើងគឺជាភពដ៏ពិសេសចឹងយើងត្រូវនាំគ្នាថែរក្សាផែនដីរបស់យើងហើយជីវិតរបស់យើងអាចទ្រទ្រង់បានគឺដោយសារតំបន់ដែលផែនដីនៅគ្រប់សមាសធាតុទាំងអស់ដែលផែនដីកំពុងតែទ្រទ្រង់ផលិតឡើងបាទបើសិនជាបាត់បង់ទៅគឺមនុស្សយើងទៅតាមនឹងដែរជា perspective របស់ខ្ញុំផែនដីគឺវាមានវដ្តរបស់វានៅពេលនេះគឺវាស្ថិតនៅក្នុងតំបន់ដែលអាចទ្រទ្រង់ជីវិតបានគឺវាអញ្ចឹងប៉ុន្តែកត្តាមួយចំនួនដែលធ្វើឲ្យផែនដីរលាយគឺទី1ផែនដីមានការប្រែប្រួលទាំងអាកាសធាតុខ្លួនឯងមិនដឹងថាទៅតិចទៀតបរិយាកាសរបស់យើងស្ដើងប៉ុណ្ណាហើយធ្វើឲ្យពន្លឺព្រះអាទិត្យអាចកម្ចាត់សត្វទាំងអស់នៅលើផែនដីបាទទៅមុខតិចទៀតមិនដឹងថាផែនដីរបស់យើងអាចនឹងចុះត្រជាក់ខ្លាំងឬក៏យ៉ាងម៉េចគឺយើងមិនដឹងពីការវិវត្តរបស់វាជាក់ច្បាស់នោះទេប៉ុន្តែវាត្រូវតែវិវត្តជួនកាលទៅជាក្តៅខ្លាំងជួនកាលទៅជាត្រជាក់ខ្លាំងហើយកត្តាដែលរួមផ្សំគឺតាមរយៈការរង្វិលជុំរបស់ផែនដីចម្ងាយរបស់ផែនដីទៅព្រះអាទិត្យហើយមួយទៀតគឺព្រះអាទិត្យនឹងតែម្ដងបងប្អូនបានដឹងហើយថាព្រះអាទិត្យការកកើតឡើងការស្លាប់ទៅវិញអីហ្នឹងអញ្ចឹងរាប់ពាន់លានឆ្នាំគឺវាត្រូវតែមានការប្រែប្រួលវាត្រូវតែមានការបាត់បង់បាទនៅពេលដែលផែនដីខ្សោយពន្លឺវាអាចធ្វើឲ្យផែនសំទោសកាលណាព្រះអាទិត្យវាខ្សោយពន្លឺវាអាចធ្វើឲ្យផែនដីរបស់យើងនឹងคล้ายទៅជាភពតកបាទភពតកប៉ុន្តែនៅពេលដែលព្រះអាទិត្យរបស់យើងចាប់ផ្ដើមคล้ายទៅជាគេហៅ red giant នៅពេលដែលវាចិត្តស្លាប់វារីកអញ្ចឹងរីកទៅវាលេបតបាក់ផែនដីយកអញ្ចឹងផែនដីអាចคล้ายទៅជាភពភ្លើងហើយនៅពេលដែលព្រះអាទិត្យវាផ្ទុះឬក៏វារលាយទៅផែនដីคล้ายទៅជាភពតកអីចឹងទៅឬក៏ក្នុងកំឡុងពេលហ្នឹងផែនដីរបស់យើងនៅរស់នៅមិនកើតប៉ុន្តែអាចភពដតីផ្សេងអាចរស់នៅកើតដូចជាភពអង្គារឬភពអីនៅពេលដែលព្រះអាទិត្យវាខ្សោយកម្ដៅខ្សោយពន្លឺទៅផែនដីរបស់យើងលែងคล้ายទៅជាភពដែលស្ថិតនៅតំបន់ habitable zone ហើយវាអាចភពដតីទៀតហើយនៅភពពហុនោះដូចជាមានរណបរបស់វាដូចប្រច័នរបស់វាហ្នឹងគឺជាប្រភេទដីដែលអាចរស់នៅបានប៉ុន្តែដោយសារនៅពេលនេះគឺវាមិននៅជិតព្រះអាទិត្យគឺវាអាចទ្រទ្រង់ជីវិតបានទេអញ្ចឹងនៅពេលដែលឧទាហរណ៍ថាដល់ដំណាក់កាលណាមួយផែនដីរលាយឆេះឬក៏ខ្លាចទៅជាតកហើយមនុស្សមិនអាចរស់នៅបានភពដតីដែលអាចទ្រទ្រង់ហ្នឹងมันប្រកាសថាកើតមនុស្សដូចរាល់ថ្ងៃហ្នឹងទេពីព្រោះទំហំរបស់វាណាប្រភេទដីរបស់វាទឹករបស់វាมันប្រកាសថាដូចផែនដីយើងអញ្ចឹងប្រភេទជីវិតក៏វាអាស្រ័យទៅលើនោះដែរហ្នឹងហើយផែនដីរបស់យើងកើតមករូបរាងអញ្ចឹងមានជីវិតផ្សេងអញ្ចឹងបានកកើតមនុស្សមកវាអញ្ចឹងអត់មានជីវិតណាចេញពីផែនដីនេះទៅជីវិតទៅផែនដីមួយទៀតមានជីវិតដូចគ្នាឬក៏អីជាកំណត់របស់ខ្ញុំមិនប្រកាសថាដូច 100% អញ្ចឹងទេប៉ុន្តែវាត្រូវតែមានការកកើតស្លាប់ហើយកើតថ្មីហ្នឹងគឺអាចថាវាមានការប្រែប្រួលខុសពីមុនអីចឹងទៅអញ្ចឹងឥឡូវយើងធ្វើការប្រៀបធៀបវិញនៅពេលដែលយើងនិយាយអំពីផែនដីនៅពេលដែលវានៅរស់ផែនដីនៅរស់នៅក្នុងដំណាក់កាលផែនដីឆេះគឺមនុស្សរបស់យើងគឺអត់មានទេនៅពេលដែលផែនដីចាប់ផ្ដើមត្រជាក់មកមានទឹកមានអីចឹងទៅជីវិតគឺវាចឹងទៅវាអត់មានជីវិតមនុស្សណាមកចាប់ជាតិនៅលើនឹងកើតទេហើយនៅពេលដែលផែនដីចាប់ផ្ដើមមានកម្រិតនៃអាចរស់នៅបានក៏វាកើតសត្វកើតអីកើតមនុស្សមកប៉ុន្តែมันប្រកាសថាដូចមនុស្សអញ្ចឹងទេតើវាមានការវិវត្តមកទៀតអញ្ចឹងបងប្អូនមិនដឹងថាស្លាប់ទៅហើយកើតមកវិញនឹងទៅកើតជាល្មិចបើសិនជារាប់រយពាន់ឆ្នាំទៅមុខទៀតមនុស្សងាប់អស់ទៅបងប្អូនកើតជាតិក្រោយហ្នឹងនឹងកើតជាតិទៅជាល្មិចទៅពីព្រោះរាល់ថ្ងៃបងប្អូនបន់ស្រន់គឺចង់កើតទៅជាតិក្រោយមកស្អាតមិនដឹងស្អាតល្មិចទេបាទមិនដឹងថាឧទាហរណ៍ 10000 ឆ្នាំទៅមុខទៀតមនុស្សយើងរូបរាងផ្សេងហើយមិនដឹងស្អាតដែលគាត់ប្រាថ្នាហ្នឹងមានន័យថាម៉េចវាអត់យល់
ហ្នឹងហើយអញ្ចឹងខ្ញុំចង់និយាយថាចេះផែនដីរបស់យើងមានការប្រែប្រួលរហូតជីវិតមនុស្សយើងទាំងសត្វទាំងមនុស្សទាំងរុក្ខជាតិនឹងប្រែប្រួលរហូតហើយមនុស្សយើងនាំគ្នាយល់ថាកើតហើយស្លាប់មកវិញប្រាថ្នារូបរាងអញ្ចឹងស្អាតជាងនឹងបាទមានជាតិមុខជាតិក្រោយបាទសំបីតែផែនដីសំបីតែព្រះអាទិត្យក៏វាមានងាប់មានស្លាប់ហើយมันប្រកាសថាពេលវាស្លាប់ហើយកើតមកវិញរូបរាងអញ្ចឹងអីអញ្ចឹងឯណាអញ្ចឹងនៅពេលដែលយើងយល់អំពីការកកើតទាំងព្រះអាទិត្យទាំងផែនដីការកកើតនិងការវិវត្តនៅលើផែនដីខ្ញុំគិតថាมันគួរគិតឃើញថាមនុស្សយើងស្លាប់ហើយកើតមកវិញហើយរបៀបអញ្ចឹងអឺប្រើប្រាស់មាសដើម្បីទិញដូរប្រើប្រាស់លុយដើម្បីទិញដូរមានឡានជិះមានយន្តហោះជិះអញ្ចឹងខ្ញុំគិតអត់ឃើញថាអញ្ចឹងបាទហើយបងប្អូនជាពិសេសអ្នកដែលចូលចិត្តជឿទៅលើទាំងសាសនាទាំងអីផ្សេងហ្នឹងតែងតែនាំគ្នាបន់ស្រន់ដើម្បីរកនៅការកើតនៅការស្លាប់ការសំទោការស្លាប់ហើយនៅការកើតមកវិញមានធនធានស្តៀងអញ្ចឹងបាទអត់យល់តែហ្មងជាកំណត់ផងខ្ញុំគួរតែស្វែងយល់អំពីសកលរួចហើយយល់ថាជីវិតរបស់មនុស្សយើងគឺជាអង្គធាតុទូចមួយនៅលើផែនដីហើយមានការកើតការស្លាប់វិវត្តទៅតាមដំណាក់កាលសម័យកាលរបស់វាអត់មានថាមូលហេតុដែលយើងកើតមកដោយសារព្រះបង្កើតមកចំពេលហ្នឹងយើងមាននិស្ស័យជាមួយគ្នាបានកើតមកជាបងជាប្អូនជាឪពុកជាម្ដាយថាអត់ទេអត់មានអញ្ចឹងទេកើតគឺកើតហើយបាទហើយតែមានអីផ្សំមកកើតហើយបាទយើងមានមេជីវិតហើយមេជីវិតញីជីវិតឈ្មោលណាផ្សំចូលគ្នាដែលអាចកើតជីវិតបានវាកើតជីវិតមួយទៀតហើយបាទទៅមុខរាប់ពាន់លានឆ្នាំទៀតនៅពេលដែលមនុស្សស្លាប់អស់នៅពេលវាកើតមកវិញវាមិនមែនកើតផ្លឹបមកមនុស្សទៀតនោះទេវាត្រូវមានការវិវត្តហើយវិវត្តបន្តិចម្ដងទៅបាទហើយមិនដឹងថាទៅមុខតទៀតមនុស្សយើងគិតឃើញកើតឡានដូចសម័យឥឡូវយល់កើតមកគេមានពូក្បាលខ្លាំងជាងយើងគេបង្កើតយានហោះមានសម្លេងវាល្អជាងអាឡានយើងសពថ្ងៃឯទៀតហើយគេបង្កើតនៅប្រភេទការតំណាក់តំណងគ្នាដោយបំបាច់មើលអេក្រង់មើលអីដូចយើងរាល់ថ្ងៃអីចឹងណាបាទអញ្ចឹងថ្ងៃនេះយើងយល់អំពីផែនដីហើយនឹងវាពាក់ព័ន្ធជាមួយជីវិតរបៀបយ៉ាងម៉េចហើយខ្ញុំនឹងនិយាយអំពីជីវិតនៅវីដេអូក្រោយហើយខ្ញុំចាប់ផ្ដើម detail អំពីជីវិតហើយចាប់ផ្ដើមចូលបន្តិចម្ដងនៃឲ្យបងប្អូនស្វែងយល់អំពីជីវិតហើយនាំគ្នាវិភាគថាមានកើតមានស្លាប់អត់មានព្រះអត់ហ្នឹងហើយកើតមកពីណាស្លាប់ទៅណាហើយរាល់ថ្ងៃនេះយើងគិតយ៉ាងម៉េចអំពីជីវិតខ្លួនយើងបារម្ភប៉ុណ្ណាយើងខ្វល់ខ្វាយអំពីជីវិតពេលនេះឬក៏ទៅអនាគតប៉ុណ្ណាទៅស្លាប់ទៅនឹងយើងខ្វល់ប៉ុណ្ណាបាទហើយក្រោយមកទៀតយើងចាប់ផ្ដើមជ្រៅជាងនឹងទៀតអំពីអារម្មណ៍រាល់ថ្ងៃរបស់យើងនេះវាយ៉ាងម៉េចវាយកយ៉ាងម៉េចការគិតរបស់យើងរបៀបយ៉ាងម៉េចហើយថាតើការស្រឡាញ់ការលំបាកចិត្តការសម្លាប់ខ្លួនឬក៏អារម្មណ៍ផ្សេងហ្នឹងវាកើតរបៀបយ៉ាងម៉េចហើយវារលត់របៀបយ៉ាងម៉េចវាជួយយើងរបៀបយ៉ាងម៉េចវានាំឲ្យយើងមានទុករបៀបយ៉ាងម៉េចអីចឹងណាបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនថ្ងៃនេះយើងក៏ប៉ុណ្្នឹងសិនចុះណា